ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំទទួលបានត្រេនឪខៈពីខេត្តកំពតដោយសារបងអូនស្រីគាត់ថាបងដល់ត្រេនទៀតហើយអញ្ចឹងក៏ជួយកំងបងអូនស្រីដោយសារបងអូនស្រីគាត់មានផ្ទះនៅកំពតហើយគាត់មានចការត្រេនដែរអញ្ចឹងយើងជួយទិញគាត់មក support គ្នាឯងដែរតោះមកគាត់ឲ្យខ្ញុំយកនៅផ្សារវត្តអានេះគេហៅផ្សារដើមគោប៉ុន្តែយើងមកឡើងខាងកោដងបន្ទាប់មកខ្ញុំមកដល់ហើយដោយសារគេធ្វើផ្លូវអញ្ចឹងក៏ទេសួរគ្នាដើម្បីយកត្រេនបន្ទាប់មកហើយក៏យកត្រេនបានអញ្ចឹងទៅក៏ដាក់ត្រេននៅក្នុងម៉ូតូធម្មតាត្រេនហ្នឹងមកថងមកអីអញ្ចឹងទៅគាត់ដឹងថាយើងជិះម៉ូតូអីប៉ុន្តែខ្ញុំចង់ដាក់ក្នុងកន្ទប់ម៉ូតូទៅហើយយើងបើកថង់ចេញជិះម៉ូតូចេញមកដោយសារអីយើងជិះម៉ូតូបើកថង់ដាក់ត្រេនអញ្ចឹងទៅដោយសារក្លិនវាប្រហើលហើយឲ្យគេដឹងថាសម័យនេះសម័យសេដ្ឋកិច្ចធ្លាក់ចុះតែយើងមានលទ្ធភាពញ៉ាំត្រេនឥឡូវគេយកមកបន្ទុំហាត់ក្លិននោះឈ្ងុយដោយសារអីស្រោតយកមកផ្ទះហើយឆាប់បានកញ៉ាំតែម្នាក់ឯងអធិស្ឋានដោយសារដៃគូរបស់ខ្ញុំហ្នឹងគាត់អត់ចេះញ៉ាំត្រេនទេបន្ទាប់មកកាច់សោចូលអញ្ចឹងទៅយើងចាប់ដើមពុះត្រេននេះបន្ទាប់ពីពុះហើយខ្ញុំបានឆែកហើយខ្ញុំបានញ៉ាំហើយអញ្ចឹងក៏ខ្ញុំប្រម៉ូទាំងសបកប្រម៉ូទាំងចានលាងទាំងអស់ហើយសម្រាប់ក៏ខ្ញុំយកបោះចោលនៅក្រោមដោយសារគាត់ធំក្លិនត្រេនអត់បានដោយសារគាត់ចាញ់ត្រេនអានេះខ្ញុំចាប់ដើមកអញ្ចឹងមកហើយអានេះបបផ្សោតកត្រេនយូរមួយឆ្នាំពួកខ្ញុំកម្ដងពីរដងតែដោយសារវាមិនមែនជាជំនាញរបស់យើងតែយើងដឹងថាវាត្រូវកមិនអញ្ចឹងណាក៏គាត់បានញ៉ាំធម្មតាយើងប្រយ័ត្នប្រយែងទៅដៃស្ដាំយើងចាត់វាយើងហែកវាដៃឆ្វេងយើងកាន់តងវាក៏បានឬក៏យើងយកកសែងអីទ្រាប់ដៃដើម្បីទប់លំនឹងពូវាក៏បានកុំឲ្យមុតដៃត្រេននេះបើតាមមើលទៅវាមើលទៅរៀងវាដូចអត់សូវស្អាតប៉ុន្តែញ៉ាំទៅឆ្ងាញ់ដោយសារអានេះវាតយងរៀងវែងវាអត់ធំទៅតឹងណាក៏ខ្ញុំចាប់ផ្ដើមឆូតវាឆ្កឹះវាដាក់ក្នុងចានតែឥឡូវយើងដាក់លើសបកសិនដោយសារចានអត់តមកដល់វីដេអូនេះធ្វើម្នាក់ឯងថតម្នាក់ឯងញ៉ាំម្នាក់ឯងយកសម្រាប់បោះចោលម្នាក់ឯងចានក៏លាងម្នាក់ឯងទៀតក៏ចាប់ផ្ដើមយកចានមកដាក់ហើយចាប់ផ្ដើមពុះតទៀតត្រេននេះវាខ្ទង់2គីឡូ8ខាំប៉ុន្តែខ្ញុំពុះទៅវាបានគួរសមដែរដោយសារវារៀងតម្រងវារៀងតយងរៀងវែងអញ្ចឹងវាអត់ធំមូលស្មើអញ្ចឹងក៏ខ្លាចវាមានរៀងតិចអាហ្នឹងសូមបញ្ជាក់ម្ដងទៀតវាជាត្រេនឪខៈអានេះគ្រាន់តែជាការចាប់ផ្ដើមបើខែនៃខែចូលត្រេនទេអញ្ចឹងត្រេនម៉ាន់ថងអត់ទាន់មានទេខែនេះមើលមាត់ញ៉ាំតំណងចង់ភ័យញ៉ាំអីក៏តំណងដែរដោយសារមានការត្រេនថាញ៉ាំមិនតំណងរបស់ណាញ៉ាំទៅទូចខ្ជូតរបស់ណាញ៉ាំទៅធំញ៉ាំទៅតំណងឆ្ងាញ់អញ្ចឹងណាហើយខ្ញុំចាប់ផ្ដើមញ៉ាំម្នាក់ឯងកុំញ៉ាំហើយហ្នឹងសំបីតែក្លិនក្នុងបន្ទប់កុំឲ្យមានអីសោះព្រោះដៃគូខ្ញុំហ្នឹងគាត់ធំក្លិនត្រេនអត់បានហើយខ្ញុំចាប់ផ្ដើមញ៉ាំបដើមើលកាមេរ៉ាបដើញ៉ាំបដើគិតបដើថាអាស៊ីសិន2ហ្នឹងចន្លោះពីខែហ្នឹងរហូតដល់ចុងខែហ្នឹងតើមានលទ្ធភាពទិញត្រេនមកកន្លះខែក្រោយហ្នឹងទិញមួយផ្លែទៀតបានអត់អូយខ្ញុំញ៉ាំទាំងដុំហ្នឹងធ្វើមើលតំណងឲ្យឆ្ងាញ់ហ្មងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេដោយសារនេះវាចុងក្រោយខ្ញុំញ៉ាំត្រេនហ្នឹងវាជាវីដេអូចុងក្រោយហើយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូ YouTube របស់ខ្ញុំអរគុណ